Salam alaikum បងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបគ្នាសារជាថ្មីរបៀបជួសជុល scan មុខ iPhone 13 Pro Max 14 Pro Max 15 16 ស៊េរីចុងក្រោយណាបងប្អូនរបៀបជួសជុលគឺវាអត់ផ្លាស់ប្ដូរទេវានៅតែដដែលសម្រាប់បងប្អូនដែលមានបទពិសោធន៍ធ្លាប់ជួសជុល scan មុខ iPhone ពីមុនដូចជា XS Max XR11 12អីណាឡើងមក13វាមានភាពលំបាកតិចតួចតែបើយើងធ្លាប់ជួសជុលយើងធ្លាប់រៀនទៅយូរទៅវាស្ទាត់ទៅវាលែងជាការពិបាកបងប្អូនសំខាន់ការអនុវត្តញឹកញាប់ហើយមានអីវ៉ាន់អនុវត្តច្រើនណាបងប្អូនសម្រាប់ iPhone 13នេះសម្រាប់នៅកន្លែងយើងខ្ញុំគឺជួសជុលរាល់ថ្ងៃតែម្ដងហើយជួសជុលចាំយកក៏បានមួយថ្ងៃបើសិនជាមានអ្នកដោះឲ្យ20-30 ដើមក៏ធ្វើបានវាអត់មានអីពិបាកទេបងប្អូនសម្រាប់ iPhone 13 14 15 16នេះវាងាយស្រួលហើយសម្រាប់ឧបករណ៍ជួសជុលក៏ដូចជា IC សម្រាប់ជួសជុលគឺនៅកន្លែងយើងខ្ញុំមានលក់បងប្អូនអាចរកទិញបាននឹងហើយនេះជាវីដេអូរបៀបជួសជុល scan មុខនៅលើ iPhone 13 Pro Max iPhone ដែលមានបញ្ហា scan មុខលើច្រើនណាបងប្អូនដោយសារបើយើងប្រើប្រាស់យូរទៅវាមានបញ្ហាចូលទឹកឬក៏វាក្តៅអីហ្នឹងក៏នាំឲ្យខូច scan មុខដែរគ្រឿងអេឡិចត្រូនិកហើយ13 Pro Max ដើមនេះរឿងមិនជាងយើងថាធ្លាប់មានបញ្ហាចូលទឹកទេអញ្ចឹងខូច scan ហើយវីដេអូនេះគឺជារបៀបជួសជុល scan មុខ iPhone 13 Pro Max ហ្នឹងហើយដើម្បីជួសជុល scan មុខយើងត្រូវដោះ projector ចេញពួកនេះជាប្រភេទ scan ចេញសវា fail វា IC វា break យើងត្រូវដោះម៉ាស៊ីនហើយយើងដោះ projector នឹងចេញហ្នឹងហើយដើម្បីយកមក read data ចូលទៅក្នុងប្រអប់យើងហើយយើងធ្វើការដូរ IC នៅលើ projector ហ្នឹងហើយយើងទៅលើ IC ដើម្បី fix scan ចូលវិញយើងធ្វើតាមលំដាប់លំដោយ13 Pro Max នេះរៀងពិបាកដោះតិចដោយសារម៉ាស៊ីនស៊េរី13 Pro 13 Pro Max ដើម្បីដោះកាមេរ៉ាគឺត្រូវដោះម៉ាស៊ីនចេញឡើងមក14 15 16គឺយើងលែងព្រួយដោះម៉ាស៊ីនហើយគឺកាមេរ៉ានៅក្រៅហ្មងយើងដោះសម្រាប់13 series ដោះកាមេរ៉ាមុខមួយត្រូវដោះម៉ាស៊ីនចេញទាំងអស់ម៉ាស៊ីនដោះអូបលើដោះអេក្រង់ដោះចេញទាំងអស់ហ្នឹងហើយដោះតាមសម្រួលហើយយើងនឹងធ្វើការជួសជុល scan មុខទៅលើ projectorនឹងឯឥឡូវបន្ទាប់ពីយើងដោះកាមេរ៉ាមកយើងឃើញខ្មៅមួយតែឯងហ្នឹងគឺកាមេរ៉ាហើយពីរគ្រាប់ជាប់គ្នាគឺមួយគឺ infra កាមេរ៉ាហើយមួយទៀតគឺ projector អញ្ចឹង infra កាមេរ៉ានិង projector ចាប់ពីស៊េរី13 14 15 16មកគឺវានៅជាប់គ្នាអញ្ចឹងតម្រូវឲ្យយើងដោះវាចេញនឹងឲ្យបងប្អូនធ្វើការឆាបបើកមុខវាយកចេញយើងប្រុងប្រយ័ត្នតិចណាបងប្អូនយើងកុំដៃធ្ងន់ពេកបើដៃធ្ងន់ពេកអាចបែកពិសេសក្នុងគឺធ្វើលែងបានតែម្ដងយើងត្រូវឆាបហ្នឹងហើយបងកាត់ចំចំណុចហ្នឹងកាត់ពីលើក៏បានពីក្រោមក៏បានឲ្យតែកាត់ទៅវានៅរក្សាភាពស្អាតហើយយើងប្រើទៅកាត់យកមកកាត់វាផ្ដាច់មកហ្នឹងហើយបន្ទាប់ពីកាត់ផ្ដាច់ហើយយើងធ្វើការផ្លុំដើម្បីកោះយកស្ទះនឹងចេញមកដើម្បីយក projector នឹងយកចេញមកឡែងផ្លុំនេះបងប្អូនកុំប្រើកម្ដៅខ្លាំងពេកបើកម្ដៅខ្លាំងពេកក៏អាចនាំឲ្យអត់ស្អាតយើងពិបាកពេកយើងដាក់ទៅវិញគឺវាអត់ចាប់មុខអីចឹងអញ្ចឹងបងប្អូនត្រូវឆ្កឹះវាតិចផ្លុំប្រើកម្ដៅតិចប្រហើជួយតិចមកហើយយើងលក្ខណៈថាមិនខ្លាំងពេកហើយក៏មិនខ្សោយពេកបើខ្សោយពេកក៏ខូចដែរគឺវាមកដាច់អាណេតអាណាង
តែបើខ្លាំងពេកវានាំឲ្យរួញហ្នឹងហើយយើងស្មានវាដែរហើយប្រើកបិតហ្នឹងគឺជប់ពីខាងក្រោមគឺថាទប់កុំឲ្យមកតតងផ្ទាំងជ្រុលដៃមកគឺមកខូចតដាច់គឺខូចត្រូវដោះដូរវែងឆ្ងាយឯងហើយហ្នឹងតយកមកកន្លែងសំកាយតដាច់និយាយលេងបងប្អូនហ្នឹងហើយយើងដោះតិចព្យាយាមប្រុងប្រយ័ត្នមកហ្នឹងហើយអូខេបងប្អូននេះខ្ញុំដោះមកគឺឃើញនៅស្អាតអញ្ចឹងហើយយើងធ្វើការកាត់ចម្រងដៃវាសងខាងពីរនឹងចេញមកហើយយើងធ្វើការឆ្កឹះវាឡើងឆ្កឹះវាមកឲ្យបានស្អាតហើយពេលយើងដាក់ទៅវិញយើងដាក់ឲ្យបានដូចដើមវិញទៅវាដើរហើយបងប្អូនហើយសម្រាប់ឧបករណ៍ fix scan ឧបករណ៍តខ្សែដើម្បី test scan ដែលតពីបតទៅកាមេរ៉ាមុខដើម្បីងាយស្រួលក្នុងការ test scan ហើយនឹងឧបករណ៍ផ្សេងទៀតដូចជាអង្គមចាប់ scan ឬក៏ IC scan គឺនៅកន្លែងយើងខ្ញុំមានលក់សម្រាប់បងប្អូនដែលមានតម្រូវការអាចតាក់ទងមកយើងខ្ញុំបានហ្នឹងហើយនៅកន្លែងយើងខ្ញុំមានលក់ហើយរបៀបជួសជុលក៏យើងមានបង្រៀនដែរយើងក៏មានក្រុមសម្រាប់បង្រៀនផ្នែកជួសជុលទូរស័ព្ទអាប់ដេតទៅលើផ្នែកអេក្រង់ផ្នែកម៉ាស៊ីនផ្នែកសាងបតផ្នែកសេវាស៊ីមផ្នែកជួសជុល scan មុខផ្នែកផ្សេងលំអិតនៅក្នុងក្រុមដែលបងប្អូនមានចម្ងល់អីអាចសួរបានណាហើយយើងអត់លាក់ទេហើយយើងអាប់ដេតរហូតយើងព្យាយាមរកអ្វីដែលថ្មីយកមកអាប់ដេតជូនអតិថិជនក៏ដូចជាបំពេញនៅតម្រូវការខ្វះខាតរបស់យើងដែរព្រោះហងៃនេះតម្រូវការធ្វើ scan មុខក៏ដូចជាតម្រូវការដូរអេក្រង់កុំឲ្យលោត message ដូរកាមេរ៉ាក្រោយកុំឲ្យលោត message នេះគឺច្រើនបញ្ហាដែលដោះស្រាយសម្រាប់អ្នកលក់សម្រាប់អតិថិជនផ្សេងគឺបញ្ហាច្រើនហើយនេះយើងធ្វើការ written នៃ scan យើង read ពី projector យើងយក projector វាមក check ផងឲ្យដឹងថាវាខូចហើយបងប្អូនកុំភ្លេចដោតទូរស័ព្ទ connect ទៅ computer ផងអានេះយើងធ្វើតាមI2C តែសារថ្ងៃនេះយើងអត់ធ្វើតាម LB ទេតាម I2C ដូចគ្នាបងប្អូនយើងដោតប្រអប់ connect ទៅ computer មកហើយយើងធ្វើការ unbind វាទុកនៅក្នុង server ទៅគេលងឲ្យក្រោយ projector ហ្នឹងវាបែក IC បែកអីយើងអាចធ្វើបានណាអានេះយើងធ្វើការ check scan ហ្នឹងឲ្យដឹងថាសុខភាព scan ហ្នឹងវាខូចអត់យើងធ្វើការ test detect test វាហ្នឹងហើយនេះយើង test ឲ្យឃើញថា IC វា fusing ហ្នឹង fusing ហ្នឹងមានន័យថាវាមានបញ្ហាហើយវាខូចហើយប៉ុន្តែ I2C check ហ្នឹង normal មានន័យថាទិន្នន័យ Lattice SN ហ្នឹង I2C ទិន្នន័យ serial IC គឺនៅល្អអញ្ចឹងយើងត្រូវការ read serial ទុកនៅក្នុង server នោះយើងអាចប្រើពាក្យថា cloud backup មកហ្នឹងហើយយើងធ្វើការ cloud backup ជោគជ័យហើយយើងធ្វើការពុះបំបែក projector ហ្នឹងដើម្បីដូរ IC ដាក់ IC I2C ចូលបន្ទាប់មកយើងរាយទិន្នន័យដែលយើង backup ហ្នឹងយើងប្រើពាក្យ cloud write មកហ្នឹងហើយកន្លែងនេះជាកន្លែងដែលសំខាន់ជាចំណុចសំខាន់មួយដែរបងនៅពេលដែលយើងផ្លុំយើងកុំប្រើកម្ដៅខ្លាំងពេកនាំឲ្យជ័រនៅលើ projector សងខាងពីរនឹងវារួញយើងវាអាចឲ្យយើងពិបាកដាក់ចូលវិញឬក៏ដាក់ចូលវិញវាអត់ដើរអញ្ចឹងតម្រូវឲ្យយើងផ្លាស់ប្ដូរអាមកកណាត់លើហ្នឹងអានេះបើយើងមិនចង់ផ្លាស់ប្ដូរយើងចង់រក្សាសំណុំដើមយើងហ្នឹងហើយយើងឆ្កឹះវាមកហើយយើងទាញវាមកនៅស្អាតអញ្ចឹងណាដើម្បីពេលយើងដាក់ចូលវិញឲ្យដាក់ឲ្យដូចដើមអញ្ចឹងវិញហ្នឹងឲ្យវានៅស្រស់ស្អាតវិញយើងព្យាយាមប្រុងប្រយ័ត្នហើយកុំប្រើកម្ដៅខ្លាំងហើយក៏កុំប្រើកម្លាំងកបិតខ្លាំងដែរយើងព្យាយាមប្រុងប្រយ័ត្នធ្វើមួយមកបងប្អូនឥឡូវយើងត្រូវលើក IC នេះ IC ហ្នឹងគឺយើងបាន written នៃទុកនៅក្នុងserver ហើយក៏យើងបាន backup ទុកនៅក្នុង computer ហើយដែរនេះ IC មួយនេះហ្នឹងហើយឥឡូវយើងធ្វើការលើកIC ហ្នឹងចេញហ្នឹងហើយលើក IC ហ្នឹងចេញដើម្បីដាក់ IC I2C ចូលបើយើងធ្វើតាម LB យើងលើក IC ចេញដាក់ IC LB ចូលហើយវីដេអូក្រោយយើងនឹងធ្វើវីដេអូពីរបៀបធ្វើ scan 14ឬក៏15ឬក៏16ដែលប្រើ LB ម្ដងវីដេអូនេះយើងប្រើ I2C ចុះ
ដោយសារមានបងប្អូនសំណុំពរច្រើនពាក់ព័ន្ធជាមួយនឹង I2C ដោយសារពួកគាត់ប្រើប្រអប់ I2C អញ្ចឹងណាហ្នឹងហើយអានេះយើង I2C វាប្រើ IC 2តង់វាពិបាកតែបើសម្រាប់បងប្អូនដែលគាត់មានបទពិសោធន៍មិនពិបាកទេ13 14 15 16នេះហ្នឹងហើយឥឡូវយើងដាក់ឲ្យត្រូវតាមគោលដៅវាអញ្ចឹងណាដាក់ឲ្យស្មើបងប្អូនហើយយើងតម្លាក់ IC ជាន់ទី2ចូលនេះ IC តំណមកតង់ទៀតណាបងប្អូនយើងមានបញ្ជ្រុយសម្រាប់មើលលម្អិតនោះមកខ្នែងមកក្រោយនេះត្រូវបត់ចូលនៅក្នុងក្រុមមានបង្ហាញលម្អិតពាក់ព័ន្ធមួយការតម្លាក់ IC ហ្នឹងហើយពីរបៀបធ្វើម៉េចឲ្យជោគជ័យលឿនការងារលឿនកុំឲ្យវែងឆ្ងាយវីដេអូនេះខ្ញុំគាត់ថាសម្រាយបានតិចតួចសម្រាប់បងប្អូនដែលគាត់ធ្លាប់ធ្វើហើយប្រហែលជាមិនអីទេតែសម្រាប់បងប្អូនដែលគាត់អត់ដែរធ្វើអាចនឹងពិបាកសម្រាប់គាត់តិចអញ្ចឹងដល់គាត់ព្យាយាមមើលតិចហ្នឹងហើយយើងធ្វើការតម្លាក់យើងញាក់វាមកឲ្យវាចូលស៊ុបបងប្អូនយើងពិនិត្យមើលជើងវានៅវាចូលស្មើជើងឃើញស្មើជើងអត់មានឆ្លងជើងទេយើងធ្វើការយក projector នឹងយកទៅតេស្តនេះនៅលើ13 Pro Max តេស្តជាមួយប្រអប់យើងតម្លាក់ហើយយើងយកទៅតេស្តមួយប្រអប់គាត់ថាវាអូខេគឺយើងធ្វើការផ្គុំ cap ផ្គុំខាងលើចូលវិញណាឲ្យរក្សាភាពស្អាតដូចដើមគឺវាអូខេនេះយើងពិនិត្យជើងទេហ្នឹងហើយបន្ទាប់ពីយើងតម្លាក់ IC ចូលហើយស្អាតអស់ឥឡូវដល់វគ្គយើងគឺយើងត្រូវប្រើប្រអប់វិញគឺយើងត្រូវ restore អាទិន្នន័យ IC ចាស់បញ្ចូលទៅក្នុងទូរស័ព្ទវិញអូខេឥឡូវយើងដោតប្រអប់ connect មកកុំព្យូទ័រដែរមកហើយទូរស័ព្ទយើងមិនបាច់ដកចេញទេយើង connect ដែរមកហើយយើងត្រូវចូលទៅក្នុង option i6s ហ្នឹងមកហើយយើងធ្វើការ connect ប្រអប់ហើយ copy projector ចូលប្រអប់មកហើយយើងធ្វើការតេស្តហ្នឹងហើយបន្ទាប់ពីតេស្តមកយើងឃើញ Latix SN load មកហើយវាអត់ទាន់រាយបញ្ចូលទេដោយសារ Latix យើងផ្ដើមដោយ A28 បញ្ចប់ដោយ F43F Latix SN នេះវាអត់ទាន់មាន serial ចូលទេ I2C check ក៏ normal result normal ហើយយើងធ្វើការ cloud write ឬក៏ local write ក៏បានដែរយើងធ្វើការ write ទិន្នន័យបញ្ចូលយើងតេស្តមើលឃើញថាសុខភាពLatix projector ហ្នឹងគឺវាអូខេហើយវាអែមយើងធ្វើការ burn បញ្ចូលហើយហ្នឹងហើយបន្ទាប់ពី burn បញ្ចូលហើយឥឡូវដល់វគ្គយើងត្រូវផ្គុំបញ្ចូលវិញហ្នឹងហើយយើងផ្គុំcap បញ្ចូលវិញណាយើងផ្គុំបញ្ចូលវិញហើយកន្លែង IC មកផ្ទាំងកញ្ចក់នេះអាហ្នឹងគឺជា infra camera យើងស្គាល់ហើយពី HHS Mark 11 12មកអាហ្នឹងយើងប្រយ័ត្នទៅបែកអាហ្នឹងក៏ធ្វើបានដែរអញ្ចឹងយើងត្រូវ clean សម្អាតវាឲ្យស្អាតមុនយើងដាក់ cap ចូលក៏មុខប្រកបចូលវិញហ្នឹងហើយយើងជូតសម្អាតវាឲ្យស្អាត